បានសួស្តីឆ្នាំថ្មីឆ្នាំ2026ហេងសុខសប្បាយទាំងអស់គ្នាណាអ្នកទាំងអស់គ្នានេះគឺជាកម្រងវីដេអូដែលពួកខ្ញុំទៅផាធីនៅបាត់ដំបងថ្ងៃឆ្លងឆ្នាំហើយក៏សូមអរគុណហៀនិងសោម្ចាស់ប្រេនសាប៊ូអូវ៉ាបាត់កែនិងគ្រីមលាបមុខបំបត្តិមុនស៊ូស៊ីដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីអបអរឆ្នាំថ្មីឆ្នាំ2026ទាំងអស់គ្នាក៏ប៉ុន្តែពួកខ្ញុំក៏អត់មានកម្រងថាធ្វើកម្មវិធីជប់លៀងអីចឹងដែរតែដោយសារស្ថានភាពយើងក៏វារៀងធូរស្រាលបានបន្តិចអញ្ចឹងណាហើយពួកគាត់ក៏គាត់ចង់ផាធីឲ្យបុគ្គលិករបស់គាត់ដែលដំណាច់ឆ្នាំអញ្ចឹងទៅអញ្ចឹងក៏គាត់ធ្វើកម្មវិធីហ្នឹងនៅផ្ទះលំហែនៅបាត់ដំបងអញ្ចឹងណាអ្នកនរគ្នាហើយបាននិយាយពីមហោនៅបាត់ដំបងនេះវិញអូខ្ញុំវិញគេលើកមកប្រហែលដាច់លើកមកប្រហែលដាច់និយាយពីញ៉ាំរហូតហ្មងឆ្កុកអង្គុយញ៉ាំមហោវាឆ្ងាញ់ពេកម្ហោអ្នកស្រុកបាត់ដំបងធ្វើឆ្ងាញ់ហ្មងហើយណាមួយវាគួបផ្សំមួយបរិយាកាសបែបធម្មជាតិផ្ទះលំហែបែបបុរាណអីចឹងអូទៅចិត្តខ្ញុំហ្មងហើយនេះគ្រឿងលាងមាត់បន្ទាប់ពីញ៉ាំអាហារហើយនឹងគ្នាចំពោះបងអកដងគឺគាត់ដឹងមកក្លាក់ស័កហ្នឹងគាត់ជើងបត់អីញ៉ាគាត់ជើងបត់ទៅតាក់តងមួយរឿងប្រទេសជាតិយើងឥឡូវជាមួយស្ដាប់បាននេះដល់វគ្គមេឡើងម្ដងនេះដល់ម៉ោងគេណាអូយកូនក្មេងគ្នានឹងខ្យល់អីទៀតអ្នកគ្នាឲ្យទៅលើបត់ញាក់ចេះក្រំតែឃើញកូនក្មេងយើងអញ្ចឹងចេះណាកូនក្មេងមកក្រុមអញ្ចឹងឲ្យជេរសៀមមែនអូជេរឈ្ងុយបាទឥឡូវគឺយើងត្រៀម countdown រាប់ថយក្រោយហើយ5 4 3 2 1 0 Happy New Year Happy 2026អ្នកទាំងអស់គ្នាហេងសុខភាពល្អប្រទេសជាតិយើងទទួលបានសន្តិភាពវិញនៅពេលឆាប់នេះអ្នកទាំងអស់គ្នាពួកយើងទាំងអស់គ្នាត្រូវជឿជាក់លើរដ្ឋាភិបាលដ៏ប្រកែករបស់យើង